នៅភូមិស្រស់ស្អាតមួយមានក្មេងស្រីតូចមួយឈ្មោះលៀងនាងស្រឡាញ់ធម្មជាតិនិងសត្វទាំងអស់ថ្ងៃមួយនាងបានឃើញផ្កាឈូកមាសដែលមានពន្លឺសូម្បីថ្ងៃភ្លឺផងក៏មិនភ្លឺដូចវាតើចិត្តល្អនិងប្រាជ្ញាអាចធ្វើឲ្យនាងទទួលបានផ្កាឈូកមាសនិងជួយសត្វបានដែរឬទេសូមអញ្ជើញស្ដាប់រឿងក្មេងស្រីនិងផ្កាឈូកលៀងរស់នៅភូមិស្រស់ស្អាតមានចិត្តសប្បុរសនិងស្រឡាញ់ធម្មជាតិនាងឃើញផ្កាឈូកមាសក្នុងព្រៃដែលមានពន្លឺស្រស់ស្អាតលៀងសម្រេចចិត្តចូលក្នុងព្រៃដើម្បីស្វែងរកផ្កានិងជួយសត្វនាងជួបសត្វអានកំបាំងដែលព្យាយាមរារាំងនាងប្រើចិត្តល្អនិងប្រាជ្ញាដើម្បីទាក់ទាញសត្វនិងបង្ហាញថានាងមិនមានបំណងអាក្រក់សត្វដែលធ្លាប់តែអាក្រក់ចាប់ផ្ដើមស្រឡាញ់នាងនិងមិនរារាំងនាងទៀតទេលៀងនិងសត្វអាចជួយគ្នាធ្វើឲ្យនាងទទួលបានផ្កាឈូកមាសលៀងយកផ្កាមកភូមិដើម្បីជួយអ្នកជំងឺនិងដើម្បីផ្គត់ផ្គង់អាហារផ្កាដែលមានពន្លឺដ៏ស្រស់ស្អាតបន្ថែមភាពស្រស់ស្អាតនិងសុខសាន្តនៅក្នុងភូមិរស់នៅដោយសុខសាន្តប្រជាជនមានសេចក្តីរីករាយនិងសុភមង្គលលៀងក្លាយជាវីរនារីតូចមួយដែលសត្វទាំងក្នុងព្រៃនិងប្រជាជនស្រឡាញ់និងគោរពអត្ថន័យនៃមេរៀនចិត្តល្អនិងប្រាជ្ញាអាចផ្លាស់ប្ដូរប្រភេទអាក្រក់ទៅជាមិត្តនិងនាំសន្តិភាពរឿងនេះបង្រៀនយើងថាចិត្តល្អនិងប្រាជ្ញាអាចផ្លាស់ប្ដូរសត្វអាក្រក់ទៅជាមិត្តការជួយគ្នានិងការថែរក្សាធម្មជាតិអាចនាំមកនូវសន្តិភាពនិងសេចក្តីស្រឡាញ់ជុំវិញសូមអរគុណដែលបានស្ដាប់រឿងនិទានរបស់យើងខ្ញុំសូមជួយចុច like share និង subscribe ដើម្បីទទួលបានរឿងនិទានថ្មីៗជារៀងរាល់ថ្ងៃ